តម្លៃរបស់កាក់ Bitcoin ឥឡូវនេះបានឡើងរហូតដល់ជាង$10,000ហើយតើវាហួសពេលហើយឬនៅក្នុងការវិនិយោគជាមួយនឹងកាក់ Bitcoin ចា៎ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងប្រធានបទថ្ងៃនេះដែលខ្ញុំលើកឡើងហ្នឹងគឺតើវាហួសពេលហើយឬនៅក្នុងការវិនិយោគជាមួយនឹងកាក់ Bitcoin នៅពេលដែលតម្លៃរបស់វាហក់ឡើងរហូតដល់ជាង$10,000មុននឹងខ្ញុំចាប់ផ្ដើមខ្ញុំសូមបញ្ជាក់ផងដែរថាវីដេអូនេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ក៏ដូចជាការកម្សាន្តខ្ញុំមិនមែនជាអ្នកជំនាញហើយក៏មិនមែនជាអ្នកផ្ដល់ដំបូន្មានផ្នែកហិរញ្ញវត្ថុឬក៏អូសទាញអ្នកទាំងអស់គ្នាឲ្យមកវិនិយោគក្នុងវិស័យ crypto ឬកាក់ណាមួយឡើយមួយវិញទៀតវីដេអូនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងធ្វើការបកស្រាយចេញពីគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំក៏ដូចជាការសិក្សាស្រាវជ្រាវដែលខ្ញុំបានធ្វើកន្លងមកបើសិនជាអ្នកទាំងអស់គ្នាស្ដាប់ហើយមានបំណងចង់វិនិយោគនៅក្នុងវិស័យ crypto ឬក៏កាក់ Bitcoin អ្នកទាំងអស់គ្នាសូមធ្វើការសិក្សាស្រាវជ្រាវបន្ថែមហើយមួយវិញទៀតសូមធ្វើការសម្រេចចិត្តនិងធ្វើការវិនិយោគដោយការទទួលខុសត្រូវចូលមកដល់ប្រធានបទរបស់យើងវិញថាតើវាហួសពេលហើយឬនៅក្នុងការវិនិយោគក្នុងវិស័យ crypto ក៏ដូចជាកាក់ Bitcoin បើតាមយោបល់របស់ខ្ញុំគឺមិនទាន់ហួសពេលទេខ្ញុំសូមបញ្ជាក់ឡើងវិញកន្លែងនេះគឺតាមយោបល់របស់ខ្ញុំផ្ទាល់ខ្ញុំនឹងធ្វើការបកស្រាយនៅហេតុផលមួយចំនួនដែលខ្ញុំគិតថាវាមិនទាន់ហួសពេលទេក្នុងការវិនិយោគក្នុងវិស័យមួយនេះហេតុផលទី1នោះគឺ crypto វាប្រៀបបានទៅនឹងប្រព័ន្ធអ៊ីនធឺណិតដែលទើបតែចាប់ផ្ដើមដំបូងចឹងកាលពីដើមទសវត្សរ៍ឆ្នាំ2000ខ្ញុំគិតថាមានមនុស្សជាច្រើនគិតថាប្រព័ន្ធអ៊ីនធឺណិតនៅក្នុងពេលនោះគឺវាបានដើរដល់កម្រិតកំពូលហើយដែលអាចធ្វើឲ្យមនុស្សអាចអ៊ីមែលទៅគ្នាទៅវិញទៅមកបានហើយអាចទៅចែកគ្នាតាម Yahoo បានបន្តមកទៀតយើងក៏ឃើញមានក្រុមហ៊ុនមួយចំនួនធំដែលគាត់ចាប់ឱកាសក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឲ្យវាកាន់តែប្រសើរឡើងឧទាហរណ៍ជាក់ស្ដែងគឺមានក្រុមហ៊ុន Amazon ក៏ដូចជា Alibaba គឺគាត់បានកែប្រែប្រព័ន្ធពាណិជ្ជកម្មបែបបុរាណទៅជាប្រព័ន្ធពាណិជ្ជកម្មបែបអេឡិចត្រូនិកដែលអ្នកទាំងអស់គ្នាអត់ចាំបាច់ដើរទៅផ្សារដើម្បីទិញអីវ៉ាន់ទេគឺគ្រាន់តែចូលទៅក្នុងអ៊ីនធឺណិតគឺអាចទិញអីវ៉ាន់បានហើយអាចដឹកមកដល់មុខផ្ទះតែម្ដងក្រុមហ៊ុនល្បីៗមួយចំនួនទៀតដូចជា Facebook ក៏ត្រូវបានបង្កើតឡើង Google ហើយក្រោយមកទៀតក៏មានជា AI អញ្ចឹងត្រឡប់មកវិញបើអ្នកទាំងអស់គ្នាគិតថាវិនិយោគទៅក្នុងវិស័យ crypto ឥឡូវនេះវាហួសពេលអញ្ចឹងដោយដែលអ្នកគិតថាប្រព័ន្ធអ៊ីនធឺណិតនៅឆ្នាំ2002ហ្នឹងគឺបានបញ្ចប់ដែរសម្រាប់ហេតុផលទី2នោះគឺតាក់ទងពីនិន្នាការនៃការទទួលយកដែលភាសាអង់គ្លេសគេហៅថា adoption curveនិន្នាការនៃការទទួលយកហ្នឹងគឺបែងចែកចេញជា4ដំណាក់កាលដំណាក់កាលទី1នោះគឺដំណាក់កាលបង្កើតថ្មីអញ្ចឹងមានន័យថាគាត់បង្កើតអ្វីដែលថ្មីមុនគេបន្ទាប់មកចូលដល់ដំណាក់កាលទី2ជាដំណាក់កាលទទួលយកដោយអ្នកដំបូងក្នុងដំណាក់កាលមួយនេះគឺមានមនុស្សមួយចំនួនតូចដែលគាត់ទទួលយល់ព្រមថាអ្វីដែលបង្កើតថ្មីមកហ្នឹងគឺវាមានចំណុចល្អហើយគាត់ចាប់ផ្ដើមទទួលយកប្រើប្រាស់ចូលដល់ដំណាក់កាលទី3គឺដំណាក់កាលដែលមានមនុស្សភាគច្រើនគាត់ចាប់ផ្ដើមទទួលយកនៃការបង្កើតថ្មីនោះចំណែកឯដំណាក់កាលចុងក្រោយហ្នឹងគឺជាដំណាក់កាលដែលមនុស្សទាំងអស់គាត់ចាប់ផ្ដើមទទួលយកនិងប្រើប្រាស់ខ្ញុំសូមឲ្យឧទាហរណ៍ iPhone នៅពេលដែល iPhone បង្កើតឡើងជាលើកដំបូងនោះគឺអត់ទាន់មានមនុស្សជាច្រើនគាត់យល់ថា iPhone ហ្នឹងវាល្អឯងហើយមានមនុស្សមួយចំនួនទៀតគិតថាវារៀងពិបាកជាងមុនដោយសារតែគាត់ធ្លាប់តែប្រើប្រាស់ទូរស័ព្ទដែលមានប៊ូតុងដូចជា Nokia ឬក៏ប្រភេទ Motorola ជាដើមប៉ុន្តែក្រោយមកទៀតមានមនុស្សមួយចំនួនធំគាត់ចាប់ផ្ដើមប្រើប្រាស់ហើយមានលក្ខណៈងាយស្រួលដោយសារតែមានការសរសើរពីអ្នកប្រើប្រាស់ពីមុនហើយមួយវិញទៀតក្រុមហ៊ុន Apple ហ្នឹងគាត់ក៏បានធ្វើការវិវត្តខ្លួនឲ្យកាន់តែប្រសើរជាងមុនរូបរាងស្អាតជាងមុនអញ្ចឹងទើបធ្វើឲ្យ iPhone ចាប់ផ្ដើមល្បីឡើងរហូតមកដល់សប្តាហ៍ថ្ងៃនេះអញ្ចឹងបើយើងត្រឡប់មកមើលប្រធានបទយើងវិញតាក់ទងពីវិស័យ crypto ខ្ញុំគិតថាវិស័យនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលទី2នៅឡើយទេដូច្នេះហើយតាមយោបល់របស់ខ្ញុំទើបខ្ញុំហ៊ានសន្និដ្ឋានថាឥឡូវនេះវាមិនទាន់ហួសពេលនៅឡើយទេក្នុងការវិនិយោគនៅក្នុងវិស័យ crypto មួយនេះសម្រាប់ហេតុផលទី3នោះគឺការព្រួយបារម្ភអំពីតម្លៃខ្ញុំជឿថាមនុស្សមួយចំនួនធំនៅពេលដែលគាត់និយាយថាវាហួសពេលក្នុងការវិនិយោគក្នុងវិស័យ crypto គឺគាត់មានន័យថាគាត់ហួសពេលទិញកាក់ដែលមានតម្លៃថោក
នៅឆ្នាំ2017 Bitcoin បានឡើងពីតម្លៃ$1000រហូតដល់$10000អញ្ចឹងពេលនោះមនុស្សមួយចំនួនគាត់គិតថាតម្លៃនេះគឺជាតម្លៃខ្ពស់ហើយវាអាចឡើងខ្ពស់ជាងនឹងទៀតទេអញ្ចឹងគាត់គិតថាវាហួសពេកក្នុងការវិនិយោគប៉ុន្តែនៅឆ្នាំ2021 Bitcoin បានធ្វើការឡើងថ្លៃមួយសារទៀតពី1កាក់$10000រហូតដល់ជាង$60000អញ្ចឹងវាគឺជាលើកទី2ដែលគាត់គិតថាគាត់ហួសពេលក្នុងការវិនិយោគក្នុងវិស័យ crypto មួយសារទៀតចំណែកឯឆ្នាំ2025នេះវាបានឡើងមួយសារទៀតរហូតដល់ជាង$100,000ប្រសិនបើគាត់នៅតែគិតថានេះគឺជាតម្លៃមួយដែលខ្ពស់បំផុតហើយវាមិនអាចឡើងទៅខាងមុខទៀតទេអញ្ចឹងមានន័យថាគាត់គឺមិនអាចវិនិយោគនៅក្នុងវិស័យនេះបានទេអញ្ចឹងសរុបមកវិញហេតុផលទាំង3ដែលខ្ញុំបានលើកឡើងនោះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះដែលខ្ញុំគិតថាវិនិយោគនៅក្នុងវិស័យ crypto ឥឡូវនេះគឺមិនទាន់ហួសពេលនៅឡើយទេប៉ុន្តែខ្ញុំសូមបញ្ជាក់ផងដែរថាចំណុចទាំងអស់នេះគឺសម្រាប់អ្នកដែលវិនិយោគក្នុងពេលវេលាយូរអង្វែងបើសិនជាបងប្អូនចង់វិនិយោគបែបលក្ខណៈទិញលក់ក្នុងរយៈពេលខ្លីអញ្ចឹងបងប្អូនត្រូវធ្វើការសិក្សាស្រាវជ្រាវឲ្យច្រើនបន្ថែមជាងនេះទៀតពីព្រោះថាបើសិនជាបងប្អូនចង់សួរខ្ញុំថាតើតម្លៃរបស់ Bitcoin ឬក៏តម្លៃរបស់កាលណាមួយនឹងឡើងឬក៏ចុះនៅសប្តាហ៍ក្រោយឬក៏ខែក្រោយខ្ញុំក៏អត់ដឹងដែរប៉ុន្តែសម្រាប់យោបល់របស់ខ្ញុំផ្ទាល់បើសិនជាក្នុងរយៈពេលយូរទៅខាងមុខទៀតខ្ញុំជឿថា Bitcoin នឹងអាចឡើងថ្លៃជាងតម្លៃឥឡូវនេះសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូបែបនេះសូមជួយចុច like និងជួយ subscribe ដើម្បីទទួលបានវីដេអូបែបនេះបន្តទៀតអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់